អូខេសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺជាថ្ងៃទី1ដើមខែ7ឆ្នាំ2025ហើយ admin ចង់សួរថាមិនហើយជីវិតអ្នកទាំងអស់គ្នាហើយថ្ងៃនេះក៏ជាថ្ងៃដែលខ្ញុំទទួលបានអីវ៉ាន់ពី DOSB ផងដែរថ្ងៃនេះអីវ៉ាន់រៀងច្រើនដែរបាទមួយកេះពេញតែម្ដងអ្នកទាំងអស់គ្នាបងប្អូនមួយចំនួនប្រកាសជាបានស្គាល់ក្រុមហ៊ុន DOSB ហើយគឺជាក្រុមហ៊ុនទិញអីវ៉ាន់ពីចិនមកគឺមានភាពងាយស្រួលមែនទែនបងប្អូនចង់ទិញប្រមាណក៏បានដែរហើយនេះក៏មិនមែនជាអីវ៉ាន់លើកទី1របស់ខ្ញុំដែរប្រហែលជាអីវ៉ាន់លើកទី999ហើយអ្នកទាំងអស់គ្នាដោយសារតែក្រុមហ៊ុន DOSB គឺជាក្រុមហ៊ុនដឹកជញ្ជូនអីវ៉ាន់ពីចិនមកមានសុវត្ថិភាពអញ្ចឹងបងប្អូនទាំងអស់គ្នាកុំភ្លេចតាមដានវីដេអូនេះមួយខ្ញុំថាតើខ្ញុំទិញបានអីខ្លះនៅក្នុងប្រអប់ទាំង3នេះ3ប្រអប់នេះគឺធំមែនទែនបងប្អូនទាំងអស់គ្នាហើយការវេចខ្ចប់ផឹកគេគឺមើលទៅមានសុវត្ថិភាពតែម្ដងអញ្ចឹងដោយសារតែមានសុវត្ថិភាពម្ដងហើយម្ដងទៀតក៏ដូចជាទិញអីវ៉ាន់មកមិនដែលខកបំណងគឺខ្ញុំនៅតែបន្តបញ្ជាទិញតាម DOSB ជារៀងរាល់ពេលដែលខ្ញុំត្រូវការអីវ៉ាន់តាមតម្រូវការរបស់ខ្ញុំហើយនេះគឺជាធ្នើសម្រាប់ដាក់តាំងបន្ទប់ Steve Jobs របស់ខ្ញុំអ្នកទាំងអស់គ្នាអីវ៉ាន់ដាក់មកគឺស្អាតមែនទែនមានទាំងថង់ការពារបែកបាក់អីទៀតអ្នកទាំងអស់គ្នាឥឡូវមកមើលការតម្លើងរូបរាងជាមួយនឹងធ្នើរបស់ខ្ញុំទាំងអស់គ្នាបាទគឺខ្ញុំទិញមកសម្រាប់ដាក់ធ្នើនៅក្នុង background ខាងក្រោយរបស់ខ្ញុំអ្នកទាំងអស់គ្នាអញ្ចឹងឃើញថាមានភាពងាយស្រួលក្នុងការដាក់តាំងលម្អជាមួយនឹងអ្វីផ្សេងៗដែលខ្ញុំចង់ដាក់នៅខាងក្រោយនៅពេលដែលខ្ញុំធ្វើកម្មវិធី podcast ណាបន្ទាប់ពីតម្លើងហើយឃើញថាអែមស្នេហ៍តែម្ដងអូខេអ្នកទាំងអស់គ្នាបន្ទាប់ពីខ្ញុំតម្លើងហើយគឺខ្ញុំកំពុងតែរកកន្លែងណាដាក់ឲ្យសមសួនជាមួយនឹង background ខាងក្រោយអញ្ចឹងរកឃើញហើយបន្ទាប់មកគឺខ្ញុំធ្វើការតាក់ទងទៅជាងឲ្យជាងមកគាត់មកជួយដាក់តិចព្រោះគាត់មានសម្ភារៈគ្រប់គ្រាន់ក្នុងការតម្លើងឲ្យខ្ញុំបន្ទាប់ពីតម្លើងហើយអ្នកទាំងអស់គឺស្អាតមែនទែនជាមួយនឹងការដាក់តាំងជាមួយនឹងភេទជ្ជៈ Champion ក៏ដូចជាភេទជ្ជៈបើកម្លាំងគ្រីតដែលខ្ញុំតែងតែដាក់តាំងក្នុងកម្មវិធី podcast របស់ខ្ញុំតែអ្វីដែលគួរឲ្យសោកស្ដាយអ្នកទាំងអស់គ្នាដោយសារតែខ្ញុំអត់មានបច្ចេកទេសខ្ញុំបក logo មុនហ្នឹងធ្វើឲ្យប៉ះពាល់ដល់ថ្នាំខាងក្រោយអញ្ចឹងជាងគាត់ថាអត់អីទេបងចាំពេលដែលខ្ញុំរួចដៃគាត់យកថ្នាំយកអីមកបៀកឲ្យវិញអញ្ចឹងណាហើយពេលនេះក្នុងបន្ទប់គឺពោពេញដោយភាពរញ៉េរញ៉ៃមែនទែនបងប្អូនទាំងអស់គ្នាគឺអត់ទាន់បានរៀបចំទុកដាក់អីទេអញ្ចឹងសរុបជារួមមកក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេដើម្បីចែករំលែកទៅដល់បងប្អូនទាំងអស់គ្នាខ្លាចភ្លេចមុខ admin ក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូនេះផងដែរអរគុណជួបគ្នាជាមួយនឹង admin នៅវីដេអូក្រោយៗទៀត